ហើយនេះគឺជារូបភាពដែលថតបានពីដ្រូនថតពីលើអាកាសបងប្អូននៃសកម្មភាពគ្រោះទឹកជំនន់ដែលនៅតែបន្តហក់ឡើងយ៉ាងគំហុកដែលស្ថិតនៅខេត្តពោធិ៍សាត់បងប្អូននិងដែលបន្តហក់ឡើងយ៉ាងគំហុកដែលស្ថិតនៅទីរួមខេត្តពោធិ៍សាត់ក៏ដូចជានៅតាមបណ្ដោយស្រុកជុំវិញនៅខេត្តពោធិ៍សាត់បងប្អូនអញ្ចឹងក៏ដូចជាបងកងកម្លាំងក៏ដូចជាខាងមូលដ្ឋានបងខាងមូលដ្ឋានគាត់ស្វាស្វែងក៏ដូចជាជួយនៅដោះស្រាយក៏ដូចជាទប់ឬក៏ដូចជាបង្ការនៅហានិភ័យផ្សេងអញ្ចឹងណាបងប្អូនគាត់ស្រោះដៃគ្នាបងប្អូននៅខាងហ្នឹងគាត់ស្រោះដៃគ្នាទាំងអាជ្ញាធរទាំងអីបងប្អូនប្រជាពលរដ្ឋនឹងគាត់ជួយគ្នាដីទៅទប់បាំងដើម្បីកុំឲ្យទឹកនឹងវាហក់ឡើងលឿនពេកបងប្អូនដើម្បីឲ្យប្រជាពលរដ្ឋដែលនៅជុំវិញហ្នឹងគាត់អាចរើអីវ៉ាន់ចេញកុំឲ្យវាខូចខាតទៅលើរបស់ទ្រព្យពួកគាត់ចឹងបងប្អូនចឹងពួកគាត់ហ្នឹងឯងគិតជាសកម្មភាពដែលល្អដែលនឹងឲ្យគួរឲ្យសរសើរដែលគាត់ស្រោះដៃគ្នាក៏ដូចជារកនៅវិធីសាស្ត្រដើម្បីជួយពន្យាពេលដែរឲ្យប្រជាពលរដ្ឋយើងហ្នឹងហើយក្នុងការរៀបចំទុកដាក់ឬនៅឯវ៉ាន់ផ្សេងដែលនឹងរងការខូចខាតអំពីទឹកហ្នឹងហើយអញ្ចឹងបងប្អូនសូមធ្វើការប្រុងប្រយ័ត្នផងដែរព្រោះជាទូទៅគ្រោះទឹកចំនួននេះវាតែងតែមានជារៀងរាល់ឆ្នាំប៉ុន្តែគាត់ថាឆ្នាំនេះគឺធំជាងឆ្នាំមុនបងប្អូនហើយជាមួយនឹងទឹកចំនួននេះចូល40ឆ្នាំ50ឆ្នាំហើយបងប្អូនមិនដែលមាននៅទឹកធំបែបហ្នឹងឯងបងប្អូនគឺមិនដែលមានតតែសោះបងប្អូនទើបតែលើកហ្នឹងទេដែលទឹកដែលធំមែនតើប្រហែលទីរួមខេត្តពោធិ៍សាត់ក៏ដូចជាកន្លែងកោះសំពៅមាសក៏លិចដែរបងប្អូនអញ្ចឹងគឺវាធំខ្លាំងមែនតើទឹកឆ្នាំហ្នឹងហើយបើមើលទៅគឺទឹកនេះគឺជន់មកពីលើហ្នឹងហើយអាចមកពីខាងថៃក៏ថាបានដែរបងប្អូនព្រោះដោយសារថៃវាទឹកចំនួនរបស់វាគឺដល់ថ្នាក់គឺប្រកាសអាសន្នដែរបងប្អូនអញ្ចឹងគឺយើងនៅក្រោមនៅទាបជាងវាអាចរងការក៏ដូចជារងផលប៉ះពាល់ពីខាងហ្នឹងមកព្រោះដោយសារមួយរយៈនេះដូចជាអត់សូវជាមានភ្លៀងទេបងប្អូនប៉ុន្តែគ្រាន់តែទឹកនេះគឺទឹកជន់យកមកតែម្ដងបងប្អូនអញ្ចឹងអាចមកពីខាងលើអញ្ចឹងបងប្អូនសូមធ្វើការប្រុងប្រយ័ត្នបងប្អូននេះគឺទឹកគឺហូរទៅខ្លាំងណាស់អញ្ចឹងគឺបងប្អូននៅក្រោមសូមប្រុងប្រយ័ត្នផងបងប្អូនហ្នឹងហើយអាចនឹងតាមដាននៅព័ត៌មានឲ្យជាប់លាប់បងប្អូនហ្នឹងហើយបើមានករណីអាសន្នអីផ្សេងបងប្អូនអាចត្រៀមហ្នឹងនៅទុកដាក់នៅរបស់របរដែលងាយនឹងខូចខាតដោយសារទឹកអញ្ចឹងបងប្អូនសូមហ្នឹងហើយធ្វើការប្រុងប្រយ័ត្នផងដែរហើយក៏ដូចជាប្រុងប្រយ័ត្នជាមួយនឹងកូនហ្នឹងហើយកុំឲ្យគាត់ទៅលេងទឹកក៏ដូចជាហ្នឹងហើយឬក៏ឲ្យគាត់នៅលេងតែឯងអីគឺអាចបង្កដល់គ្រោះថ្នាក់បងប្អូនហ្នឹងហើយនេះគឺជាព័ត៌មានអាប់ដេតពី Facebook បងប្អូនហ្នឹងហើយគឺគាត់ថតនៅថ្ងៃទី21បងប្អូនហ្នឹង21គឺទឹកគឺនៅបន្តហក់ឡើងជាគំហុកដែលធ្វើឲ្យមានការខូចខាតដល់ផ្ទះប្រជាពលរដ្ឋនៅតំបន់នោះក៏ដូចជានៅជុំវិញផ្សេងហើយបងប្អូនជួយ share វីដេអូនេះផងបងប្អូនឲ្យបងប្អូនយើងគាត់បានដឹងបងប្អូនហើយធ្វើការប្រុងប្រយ័ត្នហើយដើម្បីកុំឲ្យមានបញ្ហាផ្សេងហើយសង្ឃឹមថាទឹកចំនួននេះនឹងឆាប់ថមថយទៅវិញដើម្បីកុំឲ្យមានផលប៉ះពាល់ធ្ងន់ជាងនឹងបងប្អូនហ្នឹងហើយព្រោះគ្រោះទឹកចំនួននេះគឺធ្វើឲ្យមានការខូចខាតជាច្រើនតាំងពីហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់អីផ្សេងហ្នឹងហើយងាយនឹងខូចខាតព្រោះដោយសារតែទឹកចំនួននេះហើយគឺធ្វើឲ្យមានផលប៉ះពាល់ជាច្រើនក៏ដូចជាពិបាកទៅដល់ការរស់នៅរបស់បងប្អូនដែលរស់នៅជុំវិញនឹងផ្ទាល់ហើយបងប្អូនកុំភ្លេចជួយ like ជួយ share និង subscribe ដាក់រូបកណ្ដឹង
ដើម្បីបានវីដេអូថ្មីពី channel TOC បន្ទាប់ទៀតផងបងប្អូនខ្ញុំនឹងធ្វើក៏ដូចជាអាប់ដេតព័ត៌មានទៅបន្តទៀតហ្នឹងហើយនៅពេលដែលបានព័ត៌មានពីបងប្អូនហ្នឹងហើយបងប្អូននេះគឺនៅតាមស្រុកភូមិបងប្អូនដែលនៅក្បែរហ្នឹងបងប្អូនគឺលិចអស់បងប្អូននេះលិចហ្នឹងគឺលិចផ្លូវលិចអីហូរកាត់ផ្លូវហូរកាត់ផ្ទះហ្នឹងប្រជាពលរដ្ឋយើងនេះហ្នឹងគឺសឹងថានេះសឹងថាលិចឡើងដែរអីវ៉ាន់ណាបងប្អូនគឺទឹកគឺខ្លាំងមែនតើបងប្អូនហ្នឹងហើយដែលមិនធ្លាប់មានអញ្ចឹងគឺសឹងថានេះពួកគាត់អត់ត្រៀមអត់តាន់ណាបងប្អូនហ្នឹងហើយអញ្ចឹងគឺលិចផ្ទះពួកគាត់អស់លេងបងប្អូនសូមអរគុណជួបគ្នានៅវីដេអូក្រោយ